លោក Donald Trump បញ្ជាក់ពីការធ្វើកិច្ចព្រមព្រៀងដើម្បីទិញយកតំបន់ Greenland តាមវិធីងាយស្រួលឬវិធីលំបាកប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថាកិច្ចព្រមព្រៀងមួយនឹងត្រូវធ្វើឡើងសម្រាប់សហរដ្ឋអាមេរិកដើម្បីទិញយកតំបន់ Greenland តាមវិធីងាយស្រួលឬវិធីលំបាកប្រធានាធិបតីអាមេរិករូបនេះបានប្រាប់អ្នកយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍មួយក្នុងសេតវិមានថាខ្ញុំចង់ធ្វើកិច្ចព្រមព្រៀងតាមវិធីងាយស្រួលប៉ុន្តែប្រសិនបើយើងមិនធ្វើវាតាមវិធីងាយស្រួលទេយើងនឹងធ្វើវាតាមវិធីលំបាកដោយបន្ថែមថាលោកនឹងធ្វើអ្វីមួយលើតំបន់ Greenland មិនថាពួកគេចូលចិត្តឬអត់នោះទេនៅពេលសួរអំពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថាសេតវិមានកំពុងពិចារណាបង់ប្រាក់ឲ្យតំបន់ Greenland សម្រាប់កិច្ចព្រមព្រៀងរបស់ពួកគេដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិកលោក Trump បានលើកឡើងថាខ្ញុំមិនទាន់និយាយអំពីប្រាក់សម្រាប់តំបន់ Greenland នៅឡើយទេលោក Jesper Moller Sorensen ឯកអគ្គរដ្ឋទូតដាណឺម៉ាកប្រចាំសហរដ្ឋអាមេរិកនិងលោកប្រធានតំណាងតំបន់ Greenland ប្រចាំសហរដ្ឋអាមេរិកបានជួបជាមួយនឹងមន្ត្រីសេតវិមានកាលពីថ្ងៃប្រហ័សនេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនៅថ្ងៃអង្គារសេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយដោយថាការប្រើប្រាស់យោធាសហរដ្ឋអាមេរិកតែងតែជាជម្រើសមួយសម្រាប់លោក Donald Trump ជាជាងការទាមទាររបស់លោកចំពោះតំបន់ Greenland